Rosita លើកស្នាមញញឹមស្រទន់ឲ្យកម្លាំងចិត្តខ្លួនឯងមើលទៅឡើងគួរឲ្យស្រឡាញ់ហើយដៃតូចក៏ទាញកាបូបដែលព្យួរនឹងជញ្ជាំងបើកទ្វារបន្ទប់រួចដើរចាក់ចេញទៅទាំងមិនភ្លេចនិយាយលាទៅកាន់ម្ដាយចំណាស់លុះចុះមកដល់ខាងក្រោមសៀវតានក៏បានជិះតាក់ស៊ីមកចាំទទួលរួចជាស្រេចរៀងតូចឡើងរថយន្តហើយទៅកង់ឡានក៏បើកចេញទៅបាននាពេលរាត្រីនៅប្រាលេបញ្ឆោតទៀតមែនទេសៀវតានងាកទៅសួរខណៈពេលអ្នកទាំងពីរកំពុងដើរចូលទៅក្នុងបារជាមួយគ្នាមែនហើយរៀងតូចក្រហមដើមកនាងក៏មិនចង់ប្រើវាប្រមាណដែរវាស្អិតមិនសូវទម្លាប់តែក៏គ្មានជំរើសពីនេះព្រោះនាងមិនសូវពូកែរកវិធីគេចខ្លួនដូចជាសៀវតានទេនាងពិតជាភ័យខ្លាចណាស់ពេលពួកទាំងនោះមករវីរវល់ជាមួយនាងសភាពបាននៅក្នុងយប់នេះមានមនុស្សច្រើនដូចសពមួយដងខណៈពេលសៀវតានឡើងជ្រៀងស៊ីតាក៏ចូលទៅក្នុងបន្ទប់ទឹកបន្តិចតែដើរមិនប្រយ័ត្នអាឡែងតែឆ្ងក់មុខចោះភ្លាមនោះនាងក៏បានដាក់បុកមនុស្សមៀតមាំធំម្នាក់សំទោសលោកខ្ញុំមិនប្រយ័ត្នឲ្យខ្ញុំសំទោសផងនាងអោនមុខសំទោសទាំងអារម្មណ៍ផិតភ័យហើយបរិសុទ្ធដែលនាងដាក់មកនោះគ្មានអ្នកណាក្រៅពីកំឡោះសង្ហាសាច់ក្រអូបម្នាក់នេះទេអាលអោនមើលស្ត្រីដើរមកគេទាំងក្រសាភ្នែកស្អប់ខ្ពើមព្រោះស្ត្រីម្នាក់នេះរូបអាក្រក់មិនស្អាតគេមានអារម្មណ៍ថារអើមរហូតដល់គេបះរោមឡើងក្រញែងខ្លួនដូច្នេះហើយទើបប្រញាប់ដេញនាងចេញពីខ្លួនគេឲ្យលឿនឆាប់ចេញទៅចាលោកស៊ីតាប្រញាប់ដើរចេញទៅព្រោះតិចទៀតដល់វែងនាងត្រូវឡើងច្រៀងហើយរៀងក្រាស់ដើរតាមសម្លឹងមើលរៀងតូចពីក្រោយទាំងមិនភ្លេចយកដៃបោះសម្លៀកបំពាក់ដូចខ្លាចជាប់មេរោគអញ្ចឹងគេស្ទើរតែខូចអារម្មណ៍អស់ទៅហើយរៀងក្រាស់ដើរមកកន្លែងផឹកស្រាក្រឡុកវិញស្របគ្នានឹងត្រូវពេលដែរស៊ីតាឡើងច្រៀងល្មមទោះបីជានាងច្រៀងពីរូបក្រនបាក្ដោយក៏គ្មានអ្នកណាចាប់អារម្មណ៍នឹងនាងប៉ុន្មានដែរព្រោះគ្រប់គ្នាមើលឃើញនាងជានារីមិនស្អាតហើយលុយធីបក៏បានតិចជាងមិត្តរបស់នាងដែរភ្លាមនោះកូនចៅរបស់អាត្រេក៏បាននិយាយឡើងនៅពេលដែលគេបានចាប់អារម្មណ៍ទៅលើអ្នកដែលកំពុងតែនៅលើឆាកចៅហ្វាយមើលទៅអ្នកចម្រៀងម្នាក់នោះទៅចៅហ្វាយច្រៀងពីរូបប៉ុន្តែស្បែកនាងឡើងខ្មៅខុសពីគេបន្តិចខ្ញុំលើថាស្រីជនជាតិចិនគឺសសណាមិនក៏នាងស្បែកខ្មៅទេណោះឮក៏សំឡេងកូនចៅបែបនេះអាត្រេក៏ចោលកន្ទុយភ្នែកទៅមើលបន្តិចមុននឹងចេញបញ្ជាដោយកំហឹងបំផុតទៅយកស្រីដែលស្អាតជាងគេបំផុតនៅអាស៊ីនេះមកឲ្យយើងថាហើយអ្នកកំឡោះសាច់ក្រអូបក៏ដើរចេញទៅបាត់គេក៏ចង់ភ្លក់រសជាតិថ្មីដែលថាវាប្លែកមាត់ខ្លាំងប៉ុណ្ណាបាទចៅហ្វាយមនុស្សចំណិតប្រញាប់រត់តាមចៅហ្វាយយ៉ាងលឿនត្រឡប់មកដល់កណ្ដោវិញរៀងក្រាស់ងូតទឹកសម្អាតកាយឡើងស្អាតក្លិនខ្លួនបរិសុទ្ធភេទសាច់ក្រអូបក៏ភាយឡើងជុំវិញរាងកាយដែលកំពុងតែស្ថិតនៅក្នុងឈុតឃ្លុំចំហទ្រង់មានតែខ្សែអាវចូលនឹងចង្កេះហាត់ណែនកាយមាំដើរចេញពីក្នុងបន្ទប់ទឹកមកក៏មានស្រីឈរដំរៀបឲ្យគេរើសជាច្រើនអ្នកដែលកូនចៅចំណិតបានរៀបចំឲ្យគេរួចជាស្រេចព្រាមនោះកែវភ្នែកមកស្រួលក៏ស្ពំសម្លឹងមើលនារីរូបស្រស់ទាំងនោះពីក្បាលដល់ចុងជើងម្ដងម្នាក់ដោយពួកនាងសុទ្ធតែស្លៀកស៊ីទាំងអស់ស្អាតត្រឹមនឹងហើយរៀងក្រាស់បោះឡើងព្រមទាំងដើរចូលទៅដាក់ខ្លួនអង្គុយលើសាឡុងធំទូលាយកូនចៅចំណិតក៏ប្រញាប់ដើរចេញមករាយការណ៍បាទចៅហ្វាយចម្រាញ់អស់ហើយទៀតគឺសម្ដីកូនចៅអាត្រេលើកចិញ្ចើមចោលក្រសែភ្នែកមុតស្រួចទៅសម្លឹងមើលពួកនាងម្ដងទៀតហើយក៏បានបញ្ជាឲ្យស្រីទាំងនោះបង្វិលខ្លួនមួយជុំឲ្យគេមើលបន្តិចចេញពីមើលអស់ចិត្តហើយមានម្នាក់ដែលរៀងគ្រាន់បើជាងគេភ្លាមនោះដៃមាំក៏លូកកញ្ឆក់ឲ្យនារីរូបស្រស់ម្នាក់នោះហោះមកលើផ្លូវរបស់គេភ្លាមមុននឹងធ្វើដៃឲ្យនារីផ្សេងទៀតចេញទៅលោកកុំប្រញាប់ពេកនារីម្នាក់នោះស្រែកឡើងក្រោយពេលដែលអាត្រេក្រឡាស់ខ្លួនយ៉ាងរហ័សហើយក៏ចាប់ផ្ដួលនាងទៅលើសាឡុងអោនទៅឈ្មោះយ៉ាងតក់ក្រហល់និងខ្លាំងក្លាធ្វើឲ្យនាងពិបាកទប់ទល់ជាខ្លាំងរៀងក្រាស់ក៏តែសម្រុកយកលែងមួយចាស់ដៃតែគេហាក់គ្មានអារម្មណ៍ពិសេសអ្វីក្រៅពីបំពេញសិទ្ធប៉ុណ្ណោះ1 ម៉ោងកន្លះក្រោយមកអាត្រេហាក់មិនបានថមថយអីសូម្បីតែបន្តិចកម្លាំងគេនៅពេញបរិបូរអាចបន្តបានច្រើនម៉ោងទៀតតែនារីម្នាក់នោះវិញទន់ខ្លួនទៅមុខលែងរួចទៅហើយទើបគេក៏បញ្ឈប់ឲ្យលុយរួចក៏បណ្ដេញនាងចេញទៅវិញក្រោយស្រីម្នាក់នោះចេញទៅបាត់កាយមាំក៏ដើរចូលទៅក្នុងបន្ទប់ទឹកងូតទឹកភ្លាមដោះសាប៊ូជំរះខ្លួនចូលទៅត្រាំនៅក្នុងទឹកក្តៅអ៊ុនៗបន្តទៀតដើម្បីកាត់បន្ថយអារម្មណ៍ដែលតានតឹងនេះខ្លួនគេគិតថាសិចឲ្យបាត់ stress តែបែរជា stress លើដើមពិតជាគួរឲ្យធុញទ្រាន់ណាស់ថ្ងៃថ្មីឈានមកដល់ប្រៀបដូចជាការចាប់ផ្ដើមនៃទំព័រថ្មីម្ដងទៀតពន្លឺព្រះអាទិត្យដ៏ស្រទន់កំពុងតែចែងចាំងជះឡើងខ្ពស់ប៉ះនៅដំបូលអគារខ្ពស់ៗជាច្រើននៅក្នុងទីក្រុងនាពេលព្រឹកព្រលឹមដែលកំពុងតែមានមនុស្សម្នាមមាញឹកជាខ្លាំងនៅតាមដងផ្លូវក្នុងភោជនីយដ្ឋានអគារក្រុមហ៊ុនជាច្រើនក្រឡេកមកមើលមន្ទីរពេទ្យមួយកន្លែងដែលល្បីនិងធំជាងគេនៅទីក្រុងនេះវិញមិនខុសពីសពមួយដងឡើយស្ថានភាពនៅក្នុងមន្ទីរពេទ្យមួយថ្ងៃតែមានភាពមមាញឹកជាទម្លាប់ព្រោះនេះជាមន្ទីរពេទ្យដែលមានអ្នកជំងឺចិញ្ចោឥតលះហើយកញ្ញារៀងតូចស្ដាងដែលកំពុងតែបំពេញការងាររបស់ខ្លួនទាំងស្មើស្មាននាងក៏ត្រូវបានគេឲ្យទៅធ្វើការផ្នែកផ្សេងជាបន្ទាន់អ្នកនាងស៊ីតាសូមទៅជួយលាងរបស់ឲ្យអ្នកជំងឺខាងនោះមួយផងអូចាម្ចាស់រៀងតូចងាកទៅតាមដៃដែលអ្នកគ្រូពេទ្យស្រីនោះប្រាប់តែដូចជាមិនឃើញមាននរណាប៉ុន្តែដើម្បីឲ្យច្បាស់នាងក៏បានដើរទៅយ៉ាងស្វាហាប់ដើរមកដល់នាងក៏ឃើញអ្នកជំងឺល្មមគឺនៅឈរត្រង់នេះទេ
ភ្លាមនោះអ្នកគ្រូពេទ្យតូចក៏បានដើរទៅហៅអ្នកជំងឺដែលរាងតូចក៏បានដើរទៅកាត់មុខបុរសមាសធំខ្ពស់ម្នាក់តែនាងមិនបានចាប់អារម្មណ៍ម្នាក់នោះថាជានរណាឡើយព្រោះមុខសញ្ញារបស់នាងគឺអ្នកជំងឺដែលត្រូវឲ្យនាងជួយលាងរបួសជាអ្នកមកលាងរបួសមែនទេសូមអញ្ជើញខាងនេះចាអូបាទអ្នកនាងកាយតូចសំដីស្រទន់ធ្វើដែលបង្ហាញផ្លូវនិងនាំអ្នកជំងឺចូលទៅបន្ទប់ព្យាបាលរបួសជាបន្ទាន់ស្របគ្នានោះរឿងខ្ពស់ស្រឡះដែលមានវត្តមាននៅទីនេះដែរក៏បានប្រទះផ្នែកនឹងស្នាមញញឹមរបស់អ្នកគ្រូពេទ្យដែលគេងាកទៅឃើញដោយចែកដនតាមចន្លោះទ្វារធ្វើឲ្យអាត្រេដែលឈរនិយាយទូរស័ព្ទនៅម្ដុំនេះមិញនេះក៏ទម្លាក់ទូរស័ព្ទចុះយឺតព្រោះគេមានអារម្មណ៍ថាដូចធ្លាប់ឃើញមនុស្សទម្រង់មុខបែបនេះតែគេរនឹកមិនឃើញសោះកំពុងតែរនឹកដូចប្រហែលទាំងស្រពេចស្រពិលទាំងមិនច្បាស់ថាជាអ្នកណាតែដឹងត្រឹមថាស្នាមញញឹមអ្នកគ្រូពេទ្យគឺស្អាតណាស់អាត្រេដែលកំពុងតែភ្លឹកនឹងសម្រស់របស់អ្នកគ្រូពេទ្យស្របគ្នានោះនាងក៏បានលាងរបួសឲ្យអ្នកជំងឺនោះរួចរាល់អ្នកជំងឺដែលចេញទៅបាត់ស៊ីតាក៏បើកទ្វារចេញមកឃើញកាយមាំនាងក៏ញញឹមលោកមកលាងរបួសដែរមែនទេនាងក៏មុំសួរទាំងស្នាមញញឹមមិនជ្រុះពីថ្ពាល់ឃើញដៃគេមានរំរបួសគិតថាជាអ្នកមកលាងរបួសដែរអកំឡោះសង្ហាហាក់រៀងភាំងហើយក៏លើកដៃឡើងទាំងងាយងាយហើយដៃគេមានរបួសដែរតើគឺរបួសកាលពីប្រហែលថ្ងៃមុនសូមអញ្ជើញចូលចាអាត្រេញញញឹមចង់មាត់បោះចំហៀងយ៉ាងសង្ហាចូលទៅតាមពីក្រោយអ្នកគ្រូពេទ្យស្របគ្នានោះកូនចៅចំណិតក៏រត់មកទាំងប្រញាប់ប្រុសនឹងស្រែកចៅហ្វាយនេះតែត្រូវអ្នកជាចៅហ្វាយលើកដៃធ្វើសញ្ញាបង្អាក់តន់លុះចូលមកដល់ខាងក្នុងស៊ីតាចោលភ្នែកទៅសម្លឹងអ្នកកំឡោះបន្តិចហើយក៏ញញឹមផងដែរដើម្បីជាការរាក់ទាក់មុននឹងនាងល្អិតទម្លាក់ក្រសែភ្នែកចុះមកវិញនាងមិនបានគិតអ្វីផ្សេងចំពោះអ្នកកំឡោះនេះក្រៅពីគិតថាជាអ្នកជំងឺឡើយប៉ុន្តែតាមអ្វីដែលនាងសង្កេតមុខមាត់របស់គេដូចមិនមែនជាជនជាតិចិនឡើយមើលទៅទំនងជាជនជាតិបរទេសច្រើនជាងសូមអនុញ្ញាតចាដៃតូចស្រលូនចាប់ផ្ដើមធ្វើការស្រាយកណាត់រោមចេញពីដៃមាំថ្នមស្រាលនឹងយ៉ាងប្រុងប្រយ័ត្នបំផុតខណៈពេលអាត្រេកំពុងតែសម្លឹងមើលសម្រស់អ្នកគ្រូពេទ្យទាំងព្រឹងភ្លឹកមិនដាក់ភ្នែកហើយខ្លាំងនៅក្នុងខ្លួនរបស់នាងក្រអូបប្រហាក៏សាយចូលច្រមុះរបស់គេទោះបីជាវាលាយឡំនឹងក្លិនអាល់កុលក៏ដោយក៏ចង់ច្រមុះស្រួចអាចស្រូបក្លិននាងបាននឹងចាប់ច្បាស់វាធ្វើឲ្យបេះដូងរបស់គេចាប់ផ្ដើមញាប់ញ័រព្រមទាំងលោតញាប់បន្ថែមលោកត្រឹមបន្តិចណារៀងផ្សាបន្តិចហើយឮសំឡេងអ្នកគ្រូពេទ្យក្រមុំធ្វើឲ្យអ្នកកំឡោះព្រានញោតស្ញាំញញឹមចុងមាត់ទឹកមុខញញឹមខៅជាប់តាមពិតរបួសប៉ុណ្ណឹងគ្មានស្គៀបសាច់គេអីបន្តិចទេតែគេចង់មកអង្គុយមើលមុខអ្នកគ្រូពេទ្យច្រើនជាងគ្រាន់តែមើលមុខគេនៅពេលនេះក៏ដឹងថាជាព្រាននារីប៉ុណ្ណាដែរបន្ទាប់ពីរំរបួសរួចហើយកំឡោះសង្ហាក៏ដើរចេញមកវិញលើកដៃមកមើលក៏ញញឹមបិទមាត់មិនដឹងក្នុងចិត្តកំពុងតែគិតអ្វីកូនចៅចំណិតដែលនៅរងចាំខាងក្រៅឃើញដូច្នេះក៏ឆ្ងល់ព្រោះមើលទៅចង្វាយរបស់គេថ្ងៃនេះដូចជាស្រស់ស្រាយចម្លែកហេចង្វាយចូលទៅខាងក្នុងនោះធ្វើអីឡើងយូរគេឆ្ងល់មែនតាគឺយើងចូលទៅលាងរបួសអាល្ងងចាំចាក់ដឹងរឿងណាហើយអាត្រេក៏ដើរចេញទៅស្អីចាស់របួសប៉ុណ្ណឹងចង្វាយត្រូវលាងដែរមែនទេបើរបួសប៉ុណ្ណឹងមិនស្គីបសាច់គាត់ផងនោះចង្វាយចម្លែកមែន